จุดสู้ประมวลงานគ្នាខ្ញុំខានចេញវីដេអូរៀងយូរដែរបងប្អូនគ្នាថ្ងៃនេះខ្ញុំចេញវីដេអូមួយដែលតាក់ទងជាមួយនឹងប្រាសាទភ្នំដាតែប្រាសាទភ្នំដាមានអ្វីដែលគួរតាក់ទាញខ្លះនៅអំឡុងខែវស្សានេះសម្រាប់ខែវស្សានេះដែរគឺទេសភាពនៅជុំវិញនៃប្រាសាទភ្នំដាគឺមានភាពស្រស់បំព្រងខ្លាំងមែនទែនបងប្អូនគ្នាហើយភាពស្រស់បំព្រងនេះគឺមិនទាន់ពេញលេញទេដោយសារតែខែវស្សាទើបតែចាប់ផ្ដើមចូលបដាទេបងប្អូនគ្នាទើបតែមានភ្លៀងធ្លាក់បើសិនជាមានភ្លៀងធ្លាក់ដោយខែវស្សាពេញហ្មងគឺទេសភាពគឺស្អាតខ្លាំងមែនតើមកអ្នកគ្នាហើយព្រោះផ្សំជាមួយនឹងថ្ងៃលិចថ្ងៃរះគឺឡយគឺពីយូគឺអែមមែនតើហើយព្រោះផ្សំជាមួយនឹងស្រែនៅតែអ្នកស្រុកអ្នកស្រែគាត់ធ្វើស្រែខ្លះទៅខ្លះក៏ស្រែខ្លះក៏គាត់ច្រូតហើយខ្លះទៀតក៏គាត់នៅអញ្ចឹងណាហើយអញ្ចឹងទៅមានភាពតាក់ទាញហើយនឹងប្លែកខ្លាំងមែនតើសម្រាប់ដែរបងប្អូនទាំងអស់គ្នាចូលចិត្តបែបទេសភាពស្រុកស្រែបែបជាមួយនឹងថ្ងៃលិចរីករាយជាមួយនឹងធម្មជាតិអីគឺត្រូវឲ្យចាប់ពីខែហ្នឹងទៅហើយរៀងរាល់ពេលល្ងាចគឺមានសិស្សានុសិស្សគាត់គឺលំហែកាយបន្ទាប់ពីការសិក្សារបស់គាត់ពេលល្ងាចអីគឺគាត់ចូលទៅអង្គុយនៅទីនោះឬមួយក៏ជើងភ្នំដាគឺនិយាយទៅមានទេសភាពគឺស្អាតខ្លាំងមែនតើបងប្អូនគ្នាហើយចំពោះលឹងព្រះសិវៈនេះគឺគេតែយកតែមកដាក់ទេអ្នកទាំងអស់គ្នាកាលពីមុនគឺអត់មានទេហើយការដែលយកមកដាក់នេះគឺអាយដាមវីសំណាងដែលគាត់អភិបាលខេត្តតាកែវគាត់បានអញ្ជើញចូលរួមផងដែរ